chia tập bóng xômជំរាបទៅដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំឈ្មោះមានច័ន្ទបូរ៉ាខ្ញុំមកបង្ហាញអំពីកិច្ចការងារ midterm ចឹងយើងចូលទាំងអស់គ្នាទៅចឹងការងារគឺមានមួយដែលយើងនិយាយអំពី function ហើយនឹង class ហើយជាមួយនឹង access modifier អញ្ចឹងសួរថាតើ function ជាអី function គឺជាបង្ដុំនៃ statement ដែលយើងធ្វើការយកមកប្រើបានច្រើនដងហើយ function ក៏មានពីរដែរគឺមានbuilt-in function ដែលជា function មួយដែលមកពី developer Python នឹងជាអ្នកសរសេរឲ្យយើងប្រើប្រាស់ហើយ user modifier function គឺជាងជាអ្នកmodify ខ្លួនឯងយើងបង្កើតខ្លួនឯងនៅក្នុងនោះខ្ញុំលើកមកពីរខ្ញុំមាន calling function ជាមួយ return function អញ្ចឹងយើងចូលទៅមើលឧទាហរណ៍របស់យើងមកទៅអញ្ចឹងជាដំបូងឡើយគឺខ្ញុំមានជាមួយនឹងfunction មួយដែលយើងមានគេហៅថាជា non parameter ដែលមានន័យថា function របស់យើងគឺ syntax ហើយយើងនិយាយពី syntax សិន syntax របស់យើងគឺ def ហ្នឹងគេហៅថា define នេះ define ឈ្មោះ function របស់យើងមានវងកញ្ចក់ចុច2អញ្ចឹងទាំងនេះគឺជា statement ដែលយើងសរសេរនៅក្នុង block code ដែលហៅថា block code ជាដើមចុះអញ្ចឹងយើងសរសេរមកគឺយើងចូលបន្ទាត់មួយដើម្បីឲ្យដឹងថា statement ហ្នឹងនៅក្នុង function my function ហ្នឹងពេលដែលយើងសរសេរហើយមានខ្ញុំ print ឈ្មោះខ្លួនឯងមានឈ្មោះ my name is Chan Bora I am 21 study I am study as តិចអីចឹងទៅអញ្ចឹងសួរថាពេលដែលយើងសរសេរចឹងហើយយើងធ្វើមិនទៅបានយកមកប្រើបានអញ្ចឹងគឺយើងងាយស្រួលទេគឺយើងហៅវាយើងដាក់ថាដាក់ my function ចឹង my function ចឹងមានន័យថាយើង calling គេហៅថាបើយើងនិយាយទៅគេហៅថាcalling function ហ្នឹងគេហៅ calling function អញ្ចឹងគឺការកោះហៅយកមកប្រើបានច្រើនដងអញ្ចឹងចាំតិចខ្ញុំសុំបិទបន្តិចបើយើងមានភាពងាយស្រួលក្នុងការតេស្តអញ្ចឹងយើងបានមកគឺរបស់យើងគឺមាន my name I am 21អីចឹងទៅអញ្ចឹង block code មានថាយើង run function នេះមួយអញ្ចឹងបើតែយើងដាក់ function ហ្នឹងទេពេលយើង run មកគឺអត់មានចេញទេលុះត្រាតែយើងហៅកោះហៅ function មួយអញ្ចឹងពេលដែលយើងកោះហៅយើងឃើញអាកន្លែងយើងឃើញពាក្យ one usage អញ្ចឹងមានថាវាហៅមកដើម្បីប្រើប្រាស់អញ្ចឹងcalling function គឺមានប៉ុណ្ណឹងដែលយើងមានមួយទៀតគឺពាក់ព័ន្ធជាមួយនឹងreturn function ក្នុង calling function ហ្នឹងគឺមានពីរដែរគឺមានថាវាមាន parameter និងអត់ parameter អញ្ចឹងបើមាន parameter មិនទៅមាន parameter មានថាយើងមាន parameter នៅក្នុងដើម្បីចាប់តម្លៃអញ្ចឹងណាតែហ្នឹងគឺនៅក្នុង calling function ដូចគ្នាអញ្ចឹងឧទាហរណ៍ខ្ញុំមានfunction 2 my function 2អញ្ចឹងទៅយើងមាន num1 num2 ជាមួយ name អីចឹងទៅអញ្ចឹងយើង print sum num1 បូក num2 អញ្ចឹងទៅ print name អីចឹងទៅអញ្ចឹងដើម្បីយើងឲ្យ parameter ហ្នឹងបានមានថាយើងតទៅយើងទៅសេ my function យើងក៏ហៅfunction ហ្នឹងបន្ទាប់មកគឺយើងដាក់តម្លៃ value ទៅឲ្យprint របស់យើងparameter របស់យើងមានថាយើងឲ្យតាមដំណាំដោយអញ្ចឹងមានដូចជា num1 អីចឹងទៅមានលេខ1លេខ2ឈ្មោះខ្ញុំអីចឹងទៅអញ្ចឹងយើងសាក run មើលស៊ីអាមកអញ្ចឹងវាបូកចេញទៅ3អញ្ចឹងវា print មកមានថា print sum 1លេខ1បូក2អញ្ចឹងបូកចូលគ្នាទៅគឺឃើញ3ហើយឈ្មោះរបស់យើងអញ្ចឹងគេហៅថាហ្នឹងគេហៅ parameter ឬក៏
ក៏ argument ចឹងបើសិនខ្ញុំដូរកន្លែងដាក់គុណវិញវានឹងគុណទៅតាមហ្នឹងចឹងទៅថានេះមាន10ចឹងពេលយើងរានទៅគឺ20ចឹង return ហើយនៅ return function មួយទៀតដែលខ្ញុំអាចទៅសេបានថា div return functionចឹងដល់ហើយខ្ញុំមានខ្ញុំចង់ return function return ទី1គឺ return x បូក y ចុះចឹងយើងត្រូវមាន parameter x ជាមួយនឹង y ចឹងហើយយើងហៅមកប្រើយើងប្រើ return function នឹងដដែលតែយើងបោះតម្លៃលេខក៏ថាយើងមាន10 20ចឹងទៅអញ្ចឹងពេលយើងរានទៅលេខ print ដោយសារយើងអត់ចាញ់ទេអញ្ចឹងយើងអាច print នឹងមកដើម្បីមើលថាវាចាញ់អញ្ចឹងវាចាញ់វា return 30ចឹង30បានមកពីណាបានមកពី return x បូក y ចឹងអានឹងខ្ញុំយល់ខ្លីៗពាក់ព័ន្ធជាមួយនឹងreturn function អញ្ចឹងយើងចូលទៅដល់ការងារបន្តទៀតគឺ class គឺជាគ្រោងឆ្អឹងមួយដែលយើងអាចធ្វើការប្រើប្រាស់បានដោយមាននៅ function ជាច្រើនចូលរួមហើយ syntax របស់វាគឺ class name ជាមួយនឹងណាជា2ហើយនឹង statement របស់យើងអញ្ចឹងបើយើងកលេចមកមើលឧទាហរណ៍របស់យើងរកថាខ្ញុំឥឡូវខ្ញុំបិទចាស់ comment ចាស់ចោលអញ្ចឹងយើងមាន class មួយរកថាខ្ញុំមាន class my function ខ្ញុំដើរដោយ def init ហើយ save ហ្នឹងគឺជាដែលយើងប្រៀបធៀបថាវាជាdict ដែលនៅក្នុងភាសាផ្សេងៗដូច Java C# អីផ្សេងៗទៅគឺវាប្រៀបដូចជា dict ហ្នឹងគឺសំដៅទៅលើខ្លួនឯងហ្នឹងឯងហើយនេះគឺជា parameter ដូច num1 num2 name អីចឹងទៅអញ្ចឹងយើងទៅសេមកមាន save.num1 ស្មើ num1 save num2 ស្មើ num2 អញ្ចឹងទៅអញ្ចឹងពេលដែលយើងទៅសេហើយយើងធ្វើការហៅវាយកមកប្រើអញ្ចឹងយើងអាចហៅវាយកមកប្រើថាយើងបង្កើតចង់កាត់ឈ្មោះអីក៏បានដែរគឺ function នៅក្នុងហ្នឹងគេដាក់ my function save បន្ទាប់មកគឺយើងដាក់ print save num1 មានថាយើងយកតម្លៃពីនេះមកបូក save num2 បន្ទាប់មកគឺយើងឥឡូវខ្ញុំលុបឈ្មោះចោលទៅលុបឈ្មោះចោលដើម្បីឲ្យងាយស្រួលអញ្ចឹងកុំឲ្យដដែលពេកអញ្ចឹងយើងមកមើលរបស់យើងអញ្ចឹងមាន print sam ហើយយើងតែឲ្យបន្ទាប់មកយើងដាក់ value មួយអាចជា object មួយអញ្ចឹងហើយ number ស្មើជាមួយនឹងfunction ហើយយើងបោះតម្លៃលេខមានន័យថាយើងបោះ parameter ឲ្យវាដោយសារយើងមាន parameter num1 និងnum2 អញ្ចឹងយើងដាក់ parameter នេះមកមានលេខ1ហើយនិងលេខ2អញ្ចឹងយើងហៅវាមកដើម្បីឲ្យ print function.my function គឺមានន័យថាឲ្យវា execute ជាមួយនឹង my function មួយនេះអញ្ចឹងពេលយើងrun ទៅមានន័យថាវាតរាការសាំនៅក្នុង function my function នេះដើម្បីឲ្យវាដើរដោយសារវាចាប់តម្លៃ value ពី number នេះមក number ស្មើ my function ហើយយើងបោះ value ឲ្យទៅ argument មួយអញ្ចឹងពេលយើងសាំមកបាន3ហៅថានេះខ្ញុំដាក់44នេះយើងទៅអញ្ចឹងខ្ញុំ execute មកគឺបាន45អញ្ចឹងមានថា45បូក1អញ្ចឹងដល់បើសិនយើងដូរកន្លែងនេះ
ចែកអីចឹងទៅចឹងវាស្មើ 0.00 អីចឹងទៅគាត់មើលនេះសុំដាក់ចេះវិញហ្នឹងហើយបន្ទាប់មកគឺយើងobject ហ្នឹងគឺជាអ្វីដែលវាមាននៅក្នុងខ្លះដូចគ្នាobject គឺវានៅក្នុងខ្លះហ្នឹងឯងដែលបើយើងនិយាយខ្លីទៅគេថា number នេះគឺជា object ដែលយើង store នៅក្នុងខ្លះហ្នឹងឯង store ទឹកនៅក្នុងខ្លះអញ្ចឹងទី3ដែលយើងនិយាយអំពី access modifier access modifier គឺជា permission មួយដែលអនុញ្ញាតសិទ្ធិទៅកាន់ function ដូចជា public protected ជាមួយនឹង private អញ្ចឹង public គឺប្រើបានគ្រប់ទីកន្លែង protected គឺប្រើបានជាមួយនឹង member private គឺប្រើដែលមិនឲ្យអ្នកណាចូលបានត្រូវការអនុញ្ញាតអញ្ចឹងមានថាតលតាមានការអនុញ្ញាតពី class ឬក៏ function ទើបយើងអាចaccess ចូលបានអញ្ចឹងយើងមកមើលអំពីឧទាហរណ៍បន្តិចដែលខ្ញុំបានសរសេរមុនហ្នឹងអញ្ចឹងខ្ញុំអត់ចង់ឲ្យចំណាយពេលសរសេរយូរទេអញ្ចឹងគឺខ្ញុំសរសេរទុកតែម្ដងអញ្ចឹងយើងមានclass របស់យើងគឺមានប៉ុណ្នេះខ្ញុំប្រើ class student ហើយយើងគឺដំបូងឡើយគឺយើងមាន init ហ្នឹងគឺជាការចាប់ផ្ដើមនឹងជា function មួយដែល built-in function មួយអញ្ចឹងមាន save ហើយមាន parameter មានដូចជា name age address tel ដែលយើងហៅថា telephone ហើយជាមួយនឹង mac បន្ទុកយ៉ាងយើងសរសេរមកមាន save.name ស្មើ name save age ស្មើ age mac ស្មើ mac address ហើយកន្លែងនេះដែរយើងអាចកត់សម្គាល់បានថាprotected គឺចេះបើយើងនិយាយខ្លីទៅហៅថា underscore មួយគេហៅថា protected បើយើងឃើញunderscore មួយគេហៅថា protected អញ្ចឹងបើសិនជាយើងឃើញunderscore 2ហ្នឹងគឺជាលក្ខណៈ private អញ្ចឹងតែបើសិនជាយើងអត់មានឃើញ underscore ទេគឺវា public ដូចអានេះចឹងគឺមានថានេះជា public អញ្ចឹងប្រភេទពួកនេះគឺជា private អញ្ចឹងបើសិនខ្ញុំដាក់ underscore កន្លែងនេះមួយទៀតគឺជា protected អញ្ចឹងកុំឲ្យសាំញ៉ាំយូរអញ្ចឹងយើងមាន function មួយដែល function information អញ្ចឹងគឺខ្ញុំ print name ជាមួយនឹង age មកហើយកន្លែងនេះគឺជា public function ហើយដូចថាខ្ញុំដាក់ exam អញ្ចឹងគឺខ្ញុំឲ្យវា print តែ exam ហ្នឹងទេprint ចំនួន max បន្ទុកហើយ protected គឺយើងអាចមើលសម្គាល់ដឹងថាវា underscore មួយអញ្ចឹងយើងបង្កើតនៅខាងលើនេះគឺ underscore មួយអញ្ចឹងអានេះជាលក្ខណៈ object អញ្ចឹងខ្ញុំprotect ជាមួយនឹង object អញ្ចឹងបើសិនជាយើង protect ជាមួយនឹង function គឺយើង underscore នៅលើ function ក៏បានដែរការកោសហៅគឺផ្សេងគ្នាអញ្ចឹងកន្លែងហ្នឹងគឺយើងមាន dev address ហើយយើង print address មកប៉ុន្តែវាក៏ផ្លែត្រង់ថាយើងត្រូវមាន underscore address ក្នុងនេះដើម្បីបញ្ជាក់ថា address ហ្នឹងគឺត្រូវបាន protect ប៉ុន្តែយើងត្រូវការហៅវាយកមកប្រើបានធម្មតាទេអញ្ចឹងកន្លែងនេះគឺមាន function private មួយខ្ញុំបានសរសេររួចហើយគឺសម្រាប់ function មួយដែរគឺជាប្រភេទ function private អញ្ចឹងខ្ញុំបាន print telephone លើដាក់ telephone ចុះឲ្យមានឈ្មោះពេញ telephone save tel អញ្ចឹងបើសិនជាយើងដាក់ function កន្លែងនេះprivate ហើយយើងមិនបាច់ដាក់កន្លែង object វាកន្លែងនេះ private ទេយើងចង់ដាក់ក៏បានអត់ក៏បានតែគាត់ថាខ្ញុំដាក់ចង់ធ្វើពីរផ្សេងគ្នាអញ្ចឹងចាកន្លែង class function មួយនេះគឺ public ប៉ុន្តែ object វាគឺ protected ពេលកន្លែងនេះគឺយើងដាក់ function private ប៉ុន្តែobject វាគឺធម្មតា
ហើយគឺផ្សេងគ្នាអញ្ចឹងខ្ញុំទៅសេដាក់ថា info student ឈ្មោះខ្ញុំហើយឈ្មោះបរា21ខែកក្កដាលេខទូរស័ព្ទហើយនឹងបន្ទុកអញ្ចឹងបើយើងចង់កោះហៅថាណាមួយអញ្ចឹងobject នេះinfo នេះគឺជា object អញ្ចឹងយើងអានហៅ info information អញ្ចឹងគឺយើងបានកោះហៅ function មួយដែលមានឈ្មោះថា information គឺបើយើងបើក run ទៅអញ្ចឹងយើងឃើញថា name ឈ្មោះបូរ៉ា age 21អញ្ចឹងបើសិនជាយើងចង់កោះហៅaddress មួយទៀត address គឺខែកក្តារអញ្ចឹង address ក្តារអញ្ចឹងការកោះហៅwait sorry អញ្ចឹងពេលដែលយើងកោះហៅនៅក្នុង telephone នេះគឺវាជាប្រភេទ private អញ្ចឹងដើម្បី private គឺយើងតតែយើងថា underscore ឈ្មោះខ្លះជាមួយនឹង underscore ពីរដង tel ដើម្បី access ចូល telephone នឹងបានអញ្ចឹងបើសិនជាយើងអត់ដាក់ថាខ្ញុំអត់ដាក់ telephone នេះទេអញ្ចឹងវាមានបញ្ហាអញ្ចឹងវាដាក់ថា student object attribute telephone អញ្ចឹងតើយើងដាក់ underscore student ហៅខ្លះមកដើម្បីយើងហៅវាបានអញ្ចឹងវាចេញ telephone number អញ្ចឹង info exam ក៏ដូចគ្នាដែរគឺវាធម្មតាទេវាមាន90បន្ទុកគ្រាន់តែថាកន្លែងនេះ address គឺយើងហៅជាប្រភេទ protected អញ្ចឹងនៅក្នុងនេះគឺ protected ធម្មតាប៉ុន្តែកន្លែងនេះគឺយើងអត់ដាក់ underscore ទេនឹងហើយបើការបញ្យល់របស់ខ្ញុំមានចំណុចខ្វះខាតត្រង់ណាក៏សូមអធិស្ឋានហើយក៏អរគុណទៅដល់លោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនានិងបានស្ដាប់អរគុណ